រឿងសសៈបណ្ឌិតបើមានបំណងធំគួរកុំស្ដាយជីវិតនិងទ្រព្យសម្បត្តិក្នុងការកន្លងទៅហើយព្រះបាទព្រហ្មទត្តសោយរាជ្យក្នុងក្រុងពារាណសីកាលនោះព្រះសម្ពុទ្ធបរមគ្រូទ្រង់សោយព្រះជាតិជាសត្វទន្សាយនៅអាស្រ័យក្នុងដងព្រៃមួយក្នុងព្រៃនោះមានស្វាមួយជចកមួយភេមួយជាសម្លាញ់នឹងគ្នាបាននៅរួមជាមួយនឹងទន្សាយសុទ្ធតែជាបណ្ឌិតគឺជាសត្វចេះដឹងតែនាំគ្នាស្វែងរកអាហារតាមគោចរឋានរៀងខ្លួនដល់ពេលល្ងាចទើបមកជួបជុំគ្នាចំណែកសសៈបណ្ឌិតគឺជាទន្សាយតែងបញ្យល់ធម៌ដល់សត្វទាំង3ថាអ្នករាល់គ្នាត្រូវធ្វើទានរក្សាសិលធ្វើឧបោសថកម្មកំខានសត្វទាំង3ក៏ព្រមទទួលប្រតិបត្តិតាមអាវាតរបស់ទន្សាយគ្រប់គ្នាថ្ងៃមួយទន្សាយក្រឡេកមើលទៅឯដល់អាកាសបានឃើញព្រះចន្ទរះពេញវង្សភ្លឺស្វាងតេងក្នុងនិព្វាល័យក៏ដឹងច្បាស់ថាស្អែកនេះជាថ្ងៃឧបោសថទើបហៅសត្វទាំង3មកប្រាប់ថាអ្នកសម្លាញ់ស្អែកនេះជាថ្ងៃឧបោសថអ្នកទាំងអស់គ្នាត្រូវរក្សាឧបោសថហើយឲ្យទានផងព្រោះការរក្សាសិលហើយឲ្យទានតែងបានផលច្រើនសត្វទាំង3នោះព្រមទទួលធ្វើតាមលុះព្រឹកឡើងភេបានកំណត់សិលក្នុងចិត្តហើយក៏ត្រាច់ទៅរកចំណីក្បែរឆ្នេរគង្គាបានឃើញត្រីឆ្ពិន7ដែលព្រានសន្ទូចដោតជាចង្កោមកប់ទុកនៅក្នុងគំនរខ្សាច់ក៏ពន្លឺនៅសំឡេង3ដងថាត្រីនេះមានម្ចាស់ឬទេកាលបើមិនឃើញម្ចាស់ហើយក៏ពាំត្រីនោះទៅទុកក្នុងលំនៅរបស់ខ្លួនរងចាំការគួរនឹងបរិភោគក៏ដេកពិចារណាសិលរបស់ខ្លួនទៅឯចចកចេញទៅរកអាហារបានប្រទះឃើញសត្វទន្សោងឆ្អើរមួយចង្កាក់និងតធិមួយដបដែលអ្នកស្រែម្នាក់ដាក់ក្នុងខ្ទមក៏ស្រែកពន្លឺ3ដងថារបស់នេះមានម្ចាស់ឬទេកាលបើមិនឃើញម្ចាស់ហើយក៏ពាំទៅទុកនៅក្នុងលំនៅរបស់ខ្លួនរងចាំការគួរនឹងបរិភោគក៏ដេកពិចារណាសិលរបស់ខ្លួនទៅឯស្វាក៏បានចូលទៅក្នុងព្រៃរបេះបានផ្លែស្វាយទុំមួយយកទៅទុកក្នុងលំនៅរបស់ខ្លួនរងចាំការគួរនឹងបរិភោគក៏ដេកពិចារណាមើលសិលរបស់ខ្លួនទៅឯទន្សាយបណ្ឌិតបានគិតថាចាំដល់ពេលស្រួលអញចេញទៅស៊ីស្មៅប៉ុន្តែបើមានស្មុំយចកមកកាន់សំណាក់អញគ្មានអ្វីឲ្យទេសូម្បីតែអង្គនិងល្ងក៏គ្មានដែរប្រសិនបើជាមានស្មុំយចកមកសំមែនអញឲ្យសរីរៈរបស់អញទាំងមូលនេះជាទានដោយដេកជះសិលនិងទានចេតនារបស់ទន្សាយបណ្ឌិតលំដាប់នោះសកទេវរាជបានពិចារណាជ្រាបហេតុផលសពគ្រប់ហើយទើបចង់សាកល្បងមើលសិលនិងទានរបស់ទន្សាយបណ្ឌិតក៏និមិត្តខ្លួនជាព្រាហ្មណ៍ចាស់ដើរចូលទៅកាន់កន្លែងភេជាមុនភេបានឃើញអន្តព្រាហ្មណ៍នោះហើយក៏សួរថាតើអញ្ជើញមកមានការអ្វីអន្តព្រាហ្មណ៍ប្រាប់ថាខ្ញុំមកនេះប្រាថ្នារកអាហារប្រសិនបើជាបានបន្តិចបន្តួចខ្ញុំបរិភោគហើយរក្សាសិលនៅទីនេះភេឆ្លើយថាប្រពៃហើយលោកតាថ្ងៃនេះខ្ញុំបានត្រីឆ្ពិន7ដែរសូមលោកតាពិសាចុះអន្តព្រាហ្មណ៍ទទួលផ្ញើទុកក៏ហួសទៅលំនៅចចកទៀតចចកបានឃើញហើយក៏និយាយរាក់ទាក់នឹងអន្តព្រាហ្មណ៍ថាលោកតាថ្ងៃនេះខ្ញុំបានសាច់ទន្សោមឆ្អើរមួយចង្កាក់និងតធិមួយដបសូមលោកតាពិសាហើយនៅធ្វើសមណធម៌នៅក្នុងទីនេះចុះអន្តព្រាហ្មណ៍គ្រាន់តែនិយាយទទួលអំណរហើយហួសទៅលំនៅរបស់ស្វាទៀតស្វាបានឃើញហើយក៏និយាយរាក់ទាក់
គួសមនិងអន្តព្រាមថាថ្ងៃនេះខ្ញុំមានតែស្វាយទុំមួយនិងទឹកត្រជាក់ទេសូមអញ្ជើញលោកតាពិសាចុះហើយនៅធ្វើសមណធម៌ក្រោមម្លប់ឈើជាទីរីករាយនេះចុះអន្តព្រាមគ្រាន់តែរាក់ទាក់ទទួលអំណរហើយហុះទៅលំនៅរបស់ទន្សាយបណ្ឌិតទៀតលុះទៅដល់ហើយក៏និយាយរៀបរាប់អំពីសេចក្តីត្រូវការចង់បរិភោគអាហារនិងនៅរក្សាឧបោសថសីលប្រាប់ដល់ទន្សាយបណ្ឌិតឯទន្សាយបណ្ឌិតបានឮដូច្នេះហើយក៏និយាយថាតាព្រាហ្មណ៍អើយតាអញ្ជើញមកកាន់សំណាក់ខ្ញុំប្រពៃណាស់ហើយខ្ញុំនឹងបានឲ្យទានដែលខ្ញុំមិនធ្លាប់បានឲ្យប៉ុន្តែបើលោកតាជាអ្នករក្សាសិលតបមិនធ្វើបាណាតិបាតចូលតាទៅរកអស់បង្កាត់ភ្លើងហើយប្រាប់ដល់ខ្ញុំនឹងលោតទម្លាក់ខ្លួនត្រង់កណ្ដាលរងើកភ្លើងនោះបើសាច់របស់ខ្ញុំឆ្អិនល្មមហើយសូមលោកតាពិសាហើយធ្វើសមណធម៌ចុះវេលានោះអន្តព្រាហ្មណ៍បានបង្កាត់ភ្លើងដោយឫទ្ធិរបស់ខ្លួនឆេះសន្ធោសន្ធៅហើយប្រាប់ដល់ទន្សាយបណ្ឌិតក៏ដើរទៅឈរជិតគំនរភ្លើងនោះនិយាយថាប្រសិនបើមានសត្វល្អិតជ្រកនៅត្រង់ចន្លោះរោមរបស់យើងសូមកុំឲ្យស្លាប់រលាស់ខ្លួន3ដងហើយក៏លោតទៅក្នុងគំនរភ្លើងដោយចិត្តរីករាយដូចជារាជហង្សចោះទុំលើគំនរផ្កាឈូកក្រហមគួរឲ្យអស្ចារ្យពេកណាស់សូម្បីតែរោមមួយក៏មិនឆេះឡើយត្រជាក់ដូចជាលោតចូលទៅក្នុងគំនរទឹកសន្សើមលំដាប់នោះទន្សាយបណ្ឌិតសួរអន្តព្រាហ្មណ៍ថាតាអើយភ្លើងនេះក៏ត្រជាក់ម្លេះអន្តព្រាហ្មណ៍ឆ្លើយថាចៅអើយតាមិនមែនជាព្រាហ្មណ៍ទេគឺជាព្រះឥន្ទខ្ញុំមកនេះដោយចង់លបងមើលសល់នឹងទានរបស់អ្នកទេតើទន្សាយបណ្ឌិតបានបន្លឺសីហនាថតបថាបបិទ្ធទេវរាជកុំថាឡើយព្រះអង្គម្នាក់ឯងបើទុកជាលោកសន្និវិសទាំងមូលមកចង់លបងមើលទានរបស់ខ្ញុំក៏ដោយត្រង់របស់អ្វីដែលខ្ញុំមិនចង់ឲ្យនោះគ្មានទេលំដាប់នោះសកទេវរាជពោលថាមនាទន្សាយបណ្ឌិតគុណរបស់អ្នកចូលតាំងនៅអស់មួយកាប់កុំឲ្យរលុបបាត់ឡើយទើបចាប់ថ្មភ្នំដោយទេវានុភាពច្របាច់ពួតយកជ័រទៅគូរជារូបទន្សាយភ្ជាប់នឹងមណ្ឌលព្រះឥន្ទហើយត្រឡប់ទៅកាន់ទេវលោកវិញឯសត្វទាំង4ក៏នាំគ្នារក្សាសុចរិតធម៌ដល់រាបដល់អស់អាយុបានទៅកើតនៅក្នុងទេវលោកទាំងអស់គ្នាជាដកនេះព្រះសាស្តាទ្រង់សម្ដែងថាភេក្នុងការនោះគឺជាអានន្ទចចកគឺជាមោគលានស្វាគឺជាសរិបុត្រព្រះឥន្ទគឺជាអនុរុទ្ធទន្សាយបណ្ឌិតគឺជាអង្គតថាគតនេះឯង